ហាត់សម្រក់ដើមដៃយកដៃហាប់ណែនទាំងដៃផ្នែកខាងក្រោយជាមួយនឹងដៃផ្នែកខាងមុខហើយនឹងហាត់យកទម្រង់ស្មាស្អាតអស់ខ្លាញ់ផងដែរអញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំនឹងហាត់ជាមួយនឹងបងសេដែលមានជាមួយនឹងប្រមាណក្បាច់ជូនបងប្អូនហើយមិននៅក្នុងមួយលំហាត់គឺខ្ញុំហាត់ចំនួន2ជុំជាវីដេអូពេញអញ្ចឹងបងប្អូនគាត់អត់ធ្លាប់ហាត់មានន័យថាហាត់ដំបងក៏អាចហាត់បានព្រោះដោយសារតែយើងចាប់ផ្ដើមពីការកម្ដៅស៊ីដុំរហូតដល់ចាប់តែម្ដងអញ្ចឹងតើកុំអាចហាត់ពេកទៅចូលវីដេអូពេញជាមួយអ្នកទាំងអស់គ្នាចាំមើលថាបងប្អូនចាស់ស្ដាយខ្ញុំបានលំហាត់ចាអញ្ចឹងតោះទៅចូលវីដេអូពេញទាំងអស់គ្នាចាប់ផ្ដើមជាមួយនឹងការកម្ដៅស៊ីដុំសិនណាបងប្អូនណាតោះកម្ដៅស៊ីដុំបងប្អូនទាំងអស់គ្នាធ្វើការបកដៃមួយជារង្វង់បែបនេះចាបងប្អូនប្រើកម្លាំងកន្លែងស្លាបបញ្ជីវរបស់យើងធ្វើការមូលវាចូលគ្នាជារង្វង់អូខេតោះ1 2 3 4 5 6 7 8 9 10ទៅក្រោយវិញ1 2 3 4 5 6 7 8 9 10អូខេតោះចូលមួយទៀតបងប្អូនដាក់ដៃបើយើងនៅលើកខ្ញុំស្មាចេះមកចារុញកែងដៃទៅមុខរួចបបិលវាមកជុំអូខេបបិលមកជុំបែបនេះបងប្អូនណាតោះ1 2 3 4 5 6 7 8 9 10ទៅមុខវិញទៅក្រោយវិញ1 2 3 ហាមុននេះទៅមុខក៏ទៅក្រោយទៅមុខវិញ1 2 3 4 5 6 7 8 9 10អូខេធ្វើការលោះដៃទីមកចាលោះដៃស្រាក់ដៃបើយើងចូលគ្នារុញទៅមុខមកតឹងប៉ានេះរុញឡើងទៅលើខ្ញុំដកខ្លួនបើយើងតិចមកផ្អៀងមកផ្នែកខាងស្ដាំរួចផ្អៀងមកផ្នែកខាងឆ្វេងអូខេចាធ្វើបែបនេះមួយខ្ញុំកើនតិចមក3 4 5អូខេហា1 2 3 4 5អូខេតោះអញ្ចឹងយើងចាប់ផ្ដើមចូលហាត់ក្បាច់ទី1តែម្ដងបងប្អូនទាំងគ្នាអូខេលោះដៃលោះជើងទៀតមកអញ្ចឹងបងប្អូនទាំងអស់គ្នាសម្រាប់ការហាត់សូមមានជាមួយនឹងដុំដែកបងប្អូនទាំងអស់គ្នាអាចកាន់តាមគីឡូតាមកម្លាំងណាបងប្អូនណាបងប្អូនអាច start ធ្វើ1គីឡូទៅសិនឬក៏2គីឡូសិនទៅតាមកម្លាំងរបស់បងប្អូនទាំងគ្នាអាចកាន់រួចអូខេកុំកាន់គីឡូតាមគ្នាណាបងប្អូនណាតាមកម្លាំងយើងវិញតោះតែក្បាច់ទី1ដោយសារតែយើងប្រើកម្លាំងដៃដើម្បីហាត់ទាំងអស់អញ្ចឹងគឺយើងលេងស្មើមុនគេនេះអូខេបងប្អូនទាំងគ្នាកាន់ដុំដៃនៅពីមុខខ្លួនរបស់យើងប៉ុណ្ណឹងចាដុំដៃគឺយើងកាន់ដាក់មេដៃរបស់យើងឲ្យស្របជាមួយនឹងដុំដៃមកចាឈរដងខ្លួនឲ្យត្រង់ប៉ុណ្ណឹងចាបើខ្សែចូលទប់លើកដុំដៃមកឲ្យប៉ះជាមួយទ្រូងរបស់យើងចាហើយតម្លាក់ចុះអូខេនេះលើកឲ្យចំជាមួយនឹងលើកឲ្យប៉ះជាមួយដើមទ្រូងរបស់យើងចាំបងប្អូនតម្លាក់ចូលទៅវិញណាប្រើកម្លាំងស្មាដើម្បីលើកអូខេតម្លាក់ចូលបធូរតោះអូខេ1 2 3 4 5 6 7 8 9 10សុំ15 13 14 15អូខេ15ដងចូលជុំទី2តើបងប្អូនចូលជុំទី2ជាមួយខ្ញុំតោះ1បាច់ដែរតើនឹងលើកឲ្យប៉ះក្នុងហ្នឹងបាន2 3 4 5 6 7 8 9 10អូខេចាប់ជាមួយនឹងយ៉ាក្បាច់ទី1សម្រាប់សម្រួលដៃទីសិនចាំចូលជាមួយនឹងក្បាច់ទី2របស់យើងតោះចូលលំហាត់ទី2បងប្អូន
lồng hát thì pi cái dương vô đây phía càng cái mong ôn đỏ nè chả ôn vừa cái chọn tờ kiện bây giờ tích bật sẽ là tờ kiện bây giờ này rồi tờ kiện bây giờ tới cày chả phần đi chả ôn chỉ dâm lơ cái này bây giờ mọi cái cuốn nè phần này thế lại cho bật thú lớp long so chành vậy để máu cứ mà tập đông tay để cày đây cùng lẹ tỏ muối tí 3 4 5 6 7 8 4 10 11 12 ok សម្រាប់ទីសិនចាquái này cái cho đây cái pin mỏng xem đẹp đây cái khanh ở từ xa nên cứ cho bạn lọ chả ta cho trong tivi thế muối phí 7 4 5 pe cho dừng tích của muối 7 7 4 10 11 12 chọc là hại đập bị đỏ gì lặng tăng mong á tay cái nó cứ lặng tăng mong nè tăng là hại tăng hay cái đai của mình tên trong tivi rồi rõ tiêm cho lồng hạt ôn cho chỉ muối năng lồng hạt tí bấy trong tí mùi ta căn mặt hàng bán ôn đó cái căn đông đây hay para miệt đây bây giờ mua đồng 7 tua tức chả 7 tua là lại đồng đây nữa á được bom ôn lược làm mà lừa bạn này mấy niệm bom ôn ham hay đây dân tranh cho phép ham kịp về ok ở bên đây nè tròn chua chỉ một smile bởi dân con nắng chả rồi làm từ lớp lòng so tránh bước so chỗ từ lẹ tụp ok lang lướn cho dừng cái bóng ổn phần này nè muối phí 7 4 5 có muối cho dư và lang lướn 7 4 đập muối đập pì ok sầm rạ bánh tinh sẵn tiêm luôn cho trong tim pì sầm rạ tinh sẵn vừa cả đom tinh sẵn máu tăng là các bạn mình tăng cả hai tập cho trong tim pì muối và lại dứt phí 7 4 cho tại đây bạn em 4 đấy chả 5 cho tại đây bạn thấy có ai cay đây cái nó mía rê ta nào ta quay được 5 có muối 3 7 4 đập muối đập pì ok cứ bong bóng môi cho để quát thọp nhắm cái đơn với quân ở phía của phe khang nhóm hai thà về để bong bóng nhắm tới ngang dạng make tục lên là việc bay hai cứ sọ khanh mình tên tôi chỉ bong bóng MB và lì hạt pran cả sọ đại chà phù cà phê này cứ đầm rớm quá thì bong bóng được quát là vua cho năng ai và bong bóng cứ gọi là vua nó bong bóng một ngày Rossi phong ai phong cho cửa MB và lì nó không cả hạt pran tệ chẳng từ lơ cà phê này đo từ lơ cả đọt khánh đôi bong bóng từ hạt pran chẳng vì khang nhóm tới miền chỉ ca riệp ra được bong hai chút bong bóng và thao ăn đầm rớm bong bóng to mà hai thế đấy của đại sa ca sầm rớm để trâm tới cứ ăn đầm rớm bong bóng to mà hai mà ngày nhâm từ một lấy ăn tới bong bóng mà ngày cứ miền bay pê chả để nhom riệp trăm tay miền bay pê hai trâm tới từ tam tăng đã thua tục luôn hai sạch hạp mình chừng về bong bóng anh mơ ca riêng ở nhóm về đã rõ mà cứ tha sạch bởi dương hạp hay cứ mình chừng về một bạn để bong bóng thay cà phê bởi dương rồi chơi sang nhà mặt thua tục đặc biệt đó như nơi mà làm hát cái đai mốc này không ta môi đấy buồn đại khổ phém nhân thay mà làm hát chứ do lên do sma mà làm hát cái sừng ok ở sma giờ đi bên chẳng
កាន់ដំដៃទម្រង់ជាអក្សរ W បែបនេះកាន់ទម្រង់ជាអក្សរ W បងប្អូនឲ្យដំដៃប៉ះជាមួយស្មាយើងចឹងមកចាអូខេហើយកដៃហាមកាច់កង្កក់ណាព្យាយាមកាន់ធ្វើម៉េចឲ្យត្រង់តោះកដៃយើងត្រង់ណាប៉ុណ្នេះអូខេទម្រង់ជាអក្សរ W ឃើញទេពេលឡើងទៅលើផ្លុំខ្យល់ចេញបើខ្យល់ចូលទប់តម្លាក់អូខេ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160
7 4 5 6 7 8 9 ពេលចប់ព្យាយាមតប់កុំលឿនពេក10 11 12 អូខេសម្រាប់បន្តិចចាំចូលទៅមកជុំទៀតសាច់ដុំដៃដល់តោះចូលជុំទី2 1 2 3 ចាបងប្អូនទាំងអស់គ្នាដែលសារពេលដែលខ្ញុំថតទៅគឺអស់ម៉ៃបងប្អូនទាំងអស់គ្នាអស់ថ្មម៉ៃអញ្ចឹងគឺខ្ញុំសូមធ្វើការ voice over ទៅបន្តបងប្អូនទាំងអស់គ្នាសម្រាប់លំហាត់មួយនេះគឺជាលំហាត់ដែលយើងយកជាមួយនឹងដៃផ្នែកខាងមុខរបស់យើងឲ្យមានសភាពហាប់ណែនអញ្ចឹងបងប្អូនពេលដែលបងប្អូនឈរទម្រង់នៃការឈរគឺបងប្អូនទាំងអស់គ្នាបើកជើងធំស្មើនឹងតាគៀករបស់យើងចាហើយបងប្អូនទាំងអស់គ្នាធ្វើការចុចតាគៀកបន្តិចចាបងប្អូនចុចតាគៀកបន្តិចគឺយើងអត់ឈរត្រង់ឆ្កឹងទេឬបងប្អូនធ្វើការលើកដងដៃមកម្ដងមកខាងចាបងប្អូនទាំងអស់គ្នាឡើងលឿនពេលដែលបងប្អូនតម្លាក់ចុះទៅវិញយឺតអូខេបងប្អូនទាំងអស់គ្នាលើកពេលដែលបងប្អូនលើកលឿនមកផ្លុំខ្យល់ចាញ់តម្លាក់ចុះគឺយើងបឺតខ្យល់ចូលណាបងប្អូនណាតោះអញ្ចឹងចាប់ផ្ដើមទៅជាមួយខ្ញុំទាំងអស់គ្នាចាអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាសម្រាប់ក្បាច់នេះបងប្អូនទាំងអស់គ្នាអាចហាត់ចំនួនមួយខាងគឺបងប្អូនអាចធ្វើចំនួន10ដងឬក៏12ដងណាបងប្អូនណាចាមួយខាងគឺ12ដង10ដងឬ12ដងនៅក្នុងមួយលំហាត់យើងធ្វើសងខាងអាចចំនួន24ដងណាបងប្អូនណាចាគឺបងប្អូនទាំងអស់គ្នាធ្វើសងខាងទៅដើម្បីឲ្យស្រកជាមួយនឹងដៃផ្នែកខាងមុខរបស់យើងអញ្ចឹងពេលដែលបងប្អូនហាត់អនុវត្តបងប្អូនកុំភ្លេចរាប់ណាបងប្អូនណាចាកុំភ្លេចរាប់អូខេអញ្ចឹងទៅជាមួយខ្ញុំទាំងអស់គ្នាព្យាយាមរក្សាលើកឡើងលឿនហើយចុះបងប្អូនទាំងគ្នាយឺតអូខេចាតោះទៅទាំងអស់គ្នាអូខេអញ្ចឹងឥឡូវគឺយើងចាប់ជាមួយនឹងជុំទី1ធ្វើការសម្រាប់បន្តិចចាំចូលជាមួយនឹងជុំទី2បងប្អូនចាអញ្ចឹងសូមធ្វើការសម្រាប់បន្តិចសិនចាំចូលជុំទី2អូខេចាបងប្អូនប្រុងប្រៀបអូខេចាប់ដើម1 2 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
11 12 13 14 15 16 17 18 19 អូខេបងប្អូនទាំងអស់គ្នាចារួចជាការស្រែកបងប្អូនសម្រាប់លំហាត់បាយនៅក្នុងថ្ងៃនេះអញ្ចឹងពេលដែលបងប្អូនហាត់ជាក់ស្ដែងបងប្អូនអាចហាត់ចំនួនពីដើមដល់ចប់ធ្វើវីដេអូដែលខ្ញុំធ្វើនឹងក៏បានឬក៏បងប្អូនទាំងអស់គ្នាចង់បន្ថែមមួយជុំឬក៏ពីរជុំទៀតក៏បានដែរបងប្អូនអត់បញ្ហាទេចាពេលដែលបងប្អូនហាត់ព្យាយាមហាត់ឲ្យអស់ពីសមត្ថភាពទៅព្រោះដោយសារថ្ងៃដែលយើងហាត់គឺបងប្អូនទាំងអស់គ្នាហាត់ថ្ងៃនឹងហើយរយៈពេល2ថ្ងៃក្រោយទៅយើងមកហាត់សាច់កន្លែងហ្នឹងទៀតអញ្ចឹងបងប្អូនទាំងអស់គ្នាហាត់ឆ្លាស់ទៅវិញទៅមកណាបងប្អូនណាចាំបានលទ្ធផលលឿនដាក់កាយវិភាគហាត់ឲ្យបានទៀងទាត់ចារួចចាំបងប្អូនទាំងអស់គ្នាមកធ្វើការបន្ធូរសាច់ដុំជាមួយខ្ញុំនៅtrongវីដេអូអញ្ចឹងបងប្អូនទាំងអស់គ្នាអាចធ្វើសកម្មភាពដូចអ្វីដែលខ្ញុំធ្វើនៅក្នុងវីដេអូនេះបងប្អូនទាំងអស់គ្នាយកដៃរបស់យើងដៃស្ដាំមួយដៃឆ្វេងយកមកពាក់គ្នាមកជាយាមទាញយ៉ាងណាឲ្យតឹងមកគុំស្មារបស់យើងមកខាងទៀតដើម្បីឲ្យធ្វើការលាសាច់ដុំដែលយើងបានហាត់មិញហ្នឹងព្រោះពេលដែលយើងហាត់គឺមានអារម្មណ៍ថាតឹងសាច់ដុំរបស់យើងបងប្អូនអញ្ចឹងពេលដែលយើងធ្វើសម្រួលតសៃនេះដើម្បីឲ្យសាច់ដុំរបស់យើងគឺមានលាដើម្បីកុំឲ្យមានការជាប់ឬក៏តឹងសាច់ដុំណាបងប្អូនណាចាចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចរាល់ពេលដែលបងប្អូនអនុវត្តការហាត់ប្រាណចំពោះការកម្ដៅសាច់ដុំមុនហាត់ក៏សំខាន់ហើយជាមួយនឹងការបន្ធូរសាច់ដុំក្រោយពេលដែលយើងហាត់ចាប់គឺសំខាន់ដូចគ្នាណាបងប្អូនណាចាគឺសំខាន់ចឹងបងប្អូនកុំភ្លេចអនុវត្តចំណុច2ហ្នឹងឲ្យបានខ្ជាប់ខ្ជួនមកជាមួយនឹងការអនុវត្តក្បាច់លំហាត់ប្រាណឲ្យបានត្រឹមត្រូវគឺទទួលបានលទ្ធផលល្អហើយចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលគាត់
អនុវត្តការហាត់នៅផ្ទះចង់បានឧបករណ៍កីឡាសម្រាប់ការហាត់នៅផ្ទះឬក៏ដុំដៃកម្រាលហាត់ប្រាណខ្សែហាត់តាគៀកបងប្អូនទាំងគ្នាអាចឆាតចូល page ហើយពីខាងខ្ញុំទៅក៏មានជាការរៀបរបបអាហារសម្រាប់បងប្អូនដែលគាត់ចង់ផ្ដោតទៅលើការសម្រកគីឡូដកខ្លាញ់អាចធ្វើការឆាតចូល page ពិភាក្សាបន្ថែមជាមួយអូនលេងនៅក្នុងឆាតគឺអូនលេងអ្នកឆាតផ្ទាល់ខ្លួនឯងទេអញ្ចឹងបងប្អូនទាំងនៅ complete ណាអាចធ្វើការឆាតចូល page បានបងប្អូនទាំងគ្នាកំងជាឧបករណ៍កីឡាក៏បានចូលទៅក្នុងក្រុមរបបអាហារឬក៏កំងជាផលិតផលផ្សេងៗគឺបានចូលទៅក្នុងក្រុមដូចគ្នាអញ្ចឹងបងប្អូន complete share ទុកហាត់ពេលទៅនេះណាស្រកមកនៅត្រឹម48គីឡូវិញហើយបងប្អូនទាំងអស់គ្នាក្បាលពោះខ្ញុំមករយៈមុនរហូតដល់ទៅឡើងជិត50គីឡូបងប្អូនបច្ចុប្បន្ននេះគឺថាដែលមិនកាហ្វេចូលគឺខ្ញុំបុកញ៉ាំរយៈពេលត្រឹមតែប្រហែលថ្ងៃគឺទទួលបានក្បាលពោះរៀបស្មើត្រឡប់មកវិញគឺជាប្រភេទកាហ្វេដែលផ្ដោតទៅលើការសម្រកខ្លាញ់ពិតៗបងប្អូនសម្រាប់បងប្អូនដែលគាត់កំពុងតែមានជាមួយនឹងបញ្ហាការបារម្ភទៅលើក្បាលពោះរបស់គាត់ធំមានជាមួយនឹងខ្លាញ់កបឿដាំដៃឬក៏កភ្លើគឺដុតពពួកខ្លាញ់ទាំងអស់ហ្នឹងតែម្ដងអញ្ចឹងបងប្អូនកុំបារម្ភទៅលើការស្រកស៊ីដុំណាទៅលើដែលមិនកាហ្វេគឺអត់ដុតសាច់ទេបើសិនបងប្អូនធាត់ខ្លាញ់គឺស្រកលៀនហើយស្រកងាយផងដែរបងប្អូនទាំងអស់គ្នាអញ្ចឹងតាក់ទងទៅលើកាហ្វេវគ្គនេះគឺជាស្តុកថ្មីមកពីខាងប្រទេសម៉ាឡេស៊ីសម្រាប់បងប្អូនដែលគាត់ជាអតិថិជនចាស់ឬក៏បងប្អូនជាអតិថិជនថ្មីចង់ធ្វើការសាក់លបងញ៉ាំអាចធ្វើការឆាតចុះ page បច្ចុប្បន្នខាងបងប្អូនកំពុងតែមានជាមួយនឹងការ promotion ទិញ3ថែម1ណាបងប្អូនទាំងអស់គ្នាចា